អ្នកស្ដាប់ជាទីស្រឡាញ់នៅពេលដែលអ្នកបានឮពាក្យថាដាំថ្ងៃនេះប្រមូលថ្ងៃស្អែកតើជាដំបូងដែលលេចឡើងក្នុងគំនិតរបស់អ្នកគឺជាអ្វីមនុស្សភាគច្រើនប្រហែលជានឹកគិតដល់ការធ្វើកសិកម្មឬការដាំដុះបន្លែបង្ការតាមច្បាប់ធម្មជាតិបើយើងដាំកូនឈើមួយដើមនៅថ្ងៃនេះយើងមិនអាចទទួលបានផ្លែផ្កានៅថ្ងៃស្អែកនោះទេដើមឈើត្រូវការពេលវេលាខែឬក៏ឆ្នាំដើម្បីលូតលាស់ប៉ុន្តែនៅក្នុងទស្សនវិជ្ជានៃការអភិវឌ្ឍផ្លូវចិត្តនិងការកសាងជីវិតឃ្លានេះមានអត្ថន័យស៊ីជម្រៅជាងនេះទៅទៀតវាមិនមែននិយាយអំពីពេលវេលានៃប្រតិទិននោះទេប៉ុន្តែវាគ្មិនអំពីច្បាប់នៃហេតុនិងផលដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នកក្នុងរយៈពេល24ម៉ោងអ្វីដែលអ្នកដាំចូលទៅក្នុងខួរក្បាលក្នុងរាងកាយនិងក្នុងសកម្មភាពរបស់អ្នកនៅថ្ងៃនេះគឺជារបស់ដែលអ្នកនឹងត្រូវប្រមូលផលភ្លាមៗនៅពេលដែលអ្នកបើកភ្នែកឡើងនៅព្រឹកថ្ងៃស្អែកដើម្បីយល់ពីរឿងនេះឲ្យកាន់តែច្បាស់យើងនឹងត្រូវងាកមកមើលវិទ្យាសាស្ត្រប្រព័ន្ធសរសៃប្រសាទខួរក្បាលរបស់មនុស្សយើងមានលក្ខណៈពិសេមួយហៅថាភាពបត់បែននៃខួរក្បាលវាមិនមែនជារបស់ដែលកកស្ទះមិនប្រែប្រួលនោះទេវាផ្លាស់ប្ដូរទៅតាមអ្វីដែលយើងធ្វើរាល់ថ្ងៃនៅទីនេះមានដំណើរការដ៏ល្អអស្ចារ្យមួយដែលកើតឡើងនៅពេលយើងគេងលក់ហៅថាការចងក្រងការចងចាំអ្វីគ្រប់យ៉ាងដែលអ្នកបានគិតបានរៀនសូត្រឬបានធ្វើពេញមួយថ្ងៃនេះនឹងត្រូវខួរក្បាលយកទៅចម្រាញ់រៀបចំទុកដាក់និងបង្កើតជាបណ្ដាញសរសៃប្រសាទថ្មីនៅពេលយប់ប្រសិនបើថ្ងៃនេះអ្នកដាំក្របពូជនៃភាពភ័យខ្លាចការសង្ស័យនិងការមើលងាយខ្លួនឯងដោយការអង្គុយគិតខ្វល់ខ្វាយមិនឈប់ខួរក្បាលរបស់អ្នកនឹងពង្រឹងបណ្ដាញសរសៃប្រសាទនៃភាពតានតឹងនៅពេលយប់លទ្ធផលគឺថ្ងៃស្អែកអ្នកនឹងភ្ញាក់មកជាមួយនឹងអារម្មណ៍ហត់នឿយថប់អារម្មណ៍និងខ្វះថាមពលផ្ទុយទៅវិញប្រសិនបើថ្ងៃនេះអ្នកដាំគ្រាប់ពូជនៃការដឹងគុណរៀនសូត្ររឿងថ្មីទោះត្រឹមតែមួយទំព័រសៀវភៅឬការធ្វើសកម្មភាពតូចមួយដោយក្តីស្រឡាញ់ខួរក្បាលរបស់អ្នកនឹងកសាងបណ្ដាញនៃភាពជឿជាក់លទ្ធផលគឺថ្ងៃស្អែកអ្នកនឹងប្រមូលផលជាខួរក្បាលដែលស្រឡះស្ងប់ស្ងាត់និងមានពន្លឺនេះហើយគឺជាន័យពិតនៃដាំថ្ងៃនេះប្រមូលផលនៅថ្ងៃស្អែករបស់អ្នកមិនមែនកើតឡើងដោយចៃដន្យនោះទេវាគឺជាផលដែលបានមកពីគ្រាប់ពូជដែលអ្នកបានជ្រើសរើសដាំនៅថ្ងៃនេះចូលយើងមកពិនិត្យមើលឧទាហរណ៍ជាក់ស្ដែងនៅក្នុងជីវិតរស់នៅរបស់យើងដើម្បីឲ្យឃើញរូបភាពកាន់តែច្បាស់ឧទាហរណ៍ទី1គ្រាប់ពូជនៃសុខភាពនិងថាមពលកាយស្រមៃមើលមនុស្ស2នាក់ក្នុងថ្ងៃតែមួយមនុស្សទី1ថ្ងៃនេះគាត់ជ្រើសរើសញ៉ាំអាហារដែលគ្មានផ្ដល់សុខភាពផឹកទឹកផ្អែមច្រើនមិនព្រមធ្វើចលនាប្រាណហើយយប់ឡើងគាត់សម្រេចចិត្តដេកចុចទូរស័ព្ទរហូតដល់ម៉ោង2រំលងអធ្រាត្រមើលរឿងអវិជ្ជមានលើបណ្ដាញសង្គមគាត់កំពុងដាំជាតិពុលនិងភាពហត់នឿយចូលទៅក្នុងកាយវិញ្ញាណថ្ងៃស្អែកឡើងអ្វីដែលគាត់ត្រូវប្រមូលផលគឺរាងកាយដែលធ្ងន់ស្រទុំភាពងងុយគេងស្មារតីមិនមូលនិងអារម្មណ៍មួម៉ៅពេញមួយថ្ងៃមនុស្សទី2ថ្ងៃនេះគាត់ជ្រើសរើសញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើរហាត់ប្រាណស្រាល15នាទីហើយនៅម៉ោង10យប់គាត់បិទភ្លើងបិទទូរស័ព្ទយកចេញឆ្ងាយរួចដកដង្ហើមវែងធ្វើសមាធិមុនគេងគាត់កំពុងដាំគ្រាប់ពូជនៃការព្យាបាលនិងការសម្រាកថ្ងៃស្អែកឡើងផលដែលគាត់ប្រមូលបានគឺភាពស្រស់ស្រាយថាមពលពេញព្រៀបនិងស្នាមញញឹមតាំងពីព្រលឹមឧទាហរណ៍ទី2គ្រាប់ពូជនៃការបង្កើតនិងការងារសម្រាប់អ្នកដែលកំពុងកសាងអាជីវកម្មឬបង្កើតមាតិកាផ្សេងឃ្លានេះរឹតតែមានឥទ្ធិពលឧបមាថាថ្ងៃនេះអ្នកមានអារម្មណ៍ខ្ជិលច្រអូសហើយគិតថាចាំថ្ងៃស្អែកចាំធ្វើថ្ងៃនេះអ្នកមិនបានសរសេរអត្ថបទមួយជួរមិនបានរៀបចំផែនការអ្វីទាំងអស់ថ្ងៃស្អែកឡើងអ្វីដែលប្រមូលផលគឺភាពតានតឹងដដែលគំនរការងារដែលកើនឡើងនិងអារម្មណ៍បន្ទោសខ្លួនឯងដែលមិនបានធ្វើការប៉ុន្តែប្រសិនបើថ្ងៃនេះទោះបីជានឿយហត់យ៉ាងណាក៏អ្នកបង្ខំចិត្តអង្គុយចុះសរសេរចំណងជើងវីដេអូបានមួយឬរៀបចំអីវ៉ាន់ចែកចាយបានបន្តិចបន្តួចអ្នកបានដាំសកម្មភាពតូចមួយហើយថ្ងៃនេះថ្ងៃស្អែកឡើង
អ្នកបើកភ្នែកមកអ្នកមិនមែនចាប់ផ្ដើមពីលេខ0ទេអ្នកមានគ្រឹះដែលបានធ្វើពីម្សិលមិញរងចាំស្រាប់អារម្មណ៍ជឿជាក់នឹងកើតមានភ្លាមព្រោះអ្នកដឹងថាខ្លួនឯងមានការរីកចម្រើននៅក្នុងសង្គមបច្ចុប្បន្នមនុស្សយើងភាគច្រើនកំពុងធ្លាក់ចុះទៅក្នុងអន្ទាក់មួយហៅថាភាពចង់បានលទ្ធផលភ្លាមក្នុងមួយប៉ព្រិចភ្នែកយើងចង់សម្រកទម្ងន់ក្នុងរយៈពេល3ថ្ងៃយើងចង់មានអាជីវកម្មជោគជ័យក្នុងរយៈពេល1សប្តាហ៍យើងចង់ចេះភាសាបរទេសក្នុងរយៈពេល1ខែនៅពេលដែលលទ្ធផលមិនទាន់លេចចេញមកយើងក៏ចាប់ផ្ដើមបាក់ទឹកចិត្តលះបង់ចោលហើយគិតថាការខិតខំប្រឹងប្រែងរបស់យើងគ្មានន័យទេប៉ុន្តែទស្សនវិជ្ជាដាំថ្ងៃនេះប្រមូលផលនៅថ្ងៃស្អែកមកដាស់តឿនយើងថាកុំទាន់អារំពឹងចង់បានដើមឈើធំផ្កាផ្លែស្គុះស្គាយចូលរំពឹងចង់បានតែភាពរឹងមាំនៃគ្រាប់ពូជប្រចាំថ្ងៃសិនចុះសន្តិភាពក្នុងចិត្តនិងទំនុកចិត្តលើខ្លួនឯងវាមិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងតែម្ដងនោះទេប៉ុន្តែវាគឺជាដំណើរការនៃការសន្សំប្រសិនបើអ្នកមិនដាំគ្រាប់ពូជតូចនៅថ្ងៃនេះទេនោះទោះបីជា10ឆ្នាំតទៅមុខទៀតក៏អ្នកគ្មានថ្ងៃមានសួនច្បារដ៏ស្រស់ស្អាតសម្រាប់ប្រមូលផលដែរដើម្បីឲ្យថ្ងៃស្អែករបស់អ្នកក្លាយជាថ្ងៃប្រមូលផលដ៏អស្ចារ្យនេះគឺជាគ្រាប់ពូជ3ប្រភេទដែលអ្នកគួរដាំដុះចាប់ពីម៉ោងនេះតទៅ1គ្រាប់ពូជនៃចិត្តមុននឹងនិយាយឬគិតអ្វីមួយចូលមានសតិដឹងខ្លួនបញ្ឈប់ការរិះគន់និងវាតម្លៃខ្លួនឯងក្នុងផ្លូវអវិជ្ជមានចូលដាំពាក្យលើកទឹកចិត្តខ្លីៗដូចជាខ្ញុំកំពុងតែរៀនសូត្រខ្ញុំកំពុងតែល្អជាងមុនហើយខ្ញុំអាចធ្វើវាបាន2គ្រាប់ពូជនៃសកម្មភាពកុំរងចាំរហូតដល់មានអារម្មណ៍ល្អទើបធ្វើការចូលជ្រើសរើសការងារដ៏សំខាន់បំផុតមួយរួចចំណាយពេលធ្វើវាត្រឹមតែ10ទៅ15នាទីដោយគ្មានការរំខានការចាប់ផ្ដើមតូចមួយគឺជារំញោចដ៏ខ្លាំងក្លាសម្រាប់ថ្ងៃស្អែក3គ្រាប់ពូជនៃភាពស្ងប់ស្ងាត់ចំណាយពេលយ៉ាងតិច5នាទីចុងក្រោយនៃថ្ងៃនេះដើម្បីសម្លឹងមើលទៅក្រៅបង្អួចគិតពីចំណុចល្អៗដែលបានកើតឡើងហើយដកដង្ហើមលែងកង្វល់ទាំងអស់ចេញពីខ្លួនដើម្បីត្រៀមខ្លួនចូលគេងដោយស្ងប់ចិត្តថ្ងៃនេះគឺជាថ្ងៃឆ្លុះកញ្ចក់នៃថ្ងៃនេះអ្នកស្ដាប់ជាទីស្រឡាញ់ជីវិតមិនមែនជាការរត់ប្រណាំងជាមួយអ្នកដទៃនោះទេហើយក៏វាមិនមែនជាការអង្គុយរង់ចាំប្រេងវាសនាមកប្រគល់ក្តីសុខឲ្យយើងដែរអនាគតដ៏វែងឆ្ងាយរបស់អ្នកត្រូវបានសាងសង់ឡើងដោយឥដ្ឋមួយដុំនៃថ្ងៃនេះគ្មាននរណាម្នាក់អាចត្រឡប់ទៅកែប្រែថ្ងៃម្សិលមិញបានឡើយប៉ុន្តែគ្រប់គ្នាសុទ្ធតែមានអំណាចពេញលេញក្នុងការកំណត់ថ្ងៃស្អែករបស់ខ្លួនឯងតាមរយៈសកម្មភាពនៅវិនាទីនេះនៅពេលដែលសៀវភៅសម្លេងនេះត្រូវបានបញ្ចប់សូមក្រឡេកមើលជុំវិញខ្លួនរបស់អ្នករួចសួរខ្លួនឯងដោយទន់ភ្លន់ថាតើមានរឿងតូចមួយណាដែលខ្ញុំអាចធ្វើបាននៅពេលនេះដើម្បីដាំជាក្តីសុខនិងជាភាពជោគជ័យសម្រាប់ប្រមូលផលនៅថ្ងៃស្អែកធ្វើវាចុះទោះជាតូចតាចប៉ុណ្ណាក៏ដោយខ្លួនអ្នកនៅថ្ងៃស្អែកនឹងមកឈរនៅចំពោះមុខអ្នករួចឱនក្បាលថ្លែងអំណរគុណដល់ខ្លួនអ្នកនៅថ្ងៃនេះដែលបានសម្រេចចិត្តដាំគ្រាប់ពូជដ៏ល្អត្រឹមត្រូវមួយនេះសូមអរគុណសម្រាប់ការស្ដាប់នៅថ្ងៃនេះសូមឲ្យរាល់គ្រាប់ពូជដែលអ្នកបានដាំនៅថ្ងៃនេះលូតលាស់ជាក្តីសុខនិងស្នាមញញឹមដ៏ស្រស់បំព្រងនៅថ្ងៃស្អែកសូមមានក្តីសុខនៅក្នុងជីវិតសូមអរគុណ